ខ្ញុំជាបងប្អូនពេជ្រសម្បត្តិមានរឿងត្រូវតាមដានទៀតហើយបាទពេជ្រសម្បត្តិមានរឿងត្រូវតាមដានទៀតហើយមួយរយៈចុងក្រោយនេះពេជ្រសម្បត្តិប្រកួតមិនទាន់ស្គាល់ពាក្យថាចាញ់ទេបងប្អូនហើយបាទមួយរយៈចុងក្រោយនេះពេជ្រសម្បត្តិកើបមែនតើគ្រាន់តែខ្សែក្រវ៉ាត់ដល់ហើយបងប្អូនបាទចឹងឮសូរលហៀងថានៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026ខាងមុខនេះកីឡាករពេជ្រសម្បត្តិនឹងមានឈ្មោះប្រកួតនៅឯទឹកដីប្រទេសបារាំងបងប្អូនបាទគឺជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់តែម្ដងបាទហើយឮសូរថាប៉ះជាមួយនឹងកីឡាករបារាំងបាទគឺជាកីឡាករល្អដែលកំណត់ត្រាមិនដែលស្គាល់ពាក្យថាចាញ់បងប្អូនបាទតែប្រកួតកំណត់ត្រាដូចជាតែ14ដងទេប៉ុន្តែមិនស្គាល់ពាក្យថាចាញ់ហើយបងប្អូនកុំភ្លេចណាបាទកីឡាករបរទេសកំណត់ត្រាប្រកួតលក្ខណៈអាជីពរបស់គេ14ដងប៉ុន្តែការប្រកួតលក្ខណៈមិនអាជីពគេមិនរាប់បញ្ចូលទេបាទអញ្ចឹងមានន័យថាមិនអាជីពរបស់គេមិនមែនដូចខ្មែរយើងសូម្បីតែប្រកួតថ្នាលក៏រាប់ចូលជាកំណត់ត្រានៃការប្រកួតអត់ទេបាទអញ្ចឹងគេខុសពីយើងបាទកំណត់ត្រាប្រកួតអាជីពរបស់គេទាល់តែជាការប្រកួតធំបាទអញ្ចឹងបានថាការប្រកួតរបស់កីឡាករបរទេសកំណត់ត្រាគេចេញមកតិចប៉ុន្តែគេមានសមត្ថភាពក្នុងការប្រកួតជាមួយនឹងកីឡាករកម្ពុជាយើងដែលកំណត់ត្រាអ្នកខ្លះចូល100ដងបាទអ្នកខ្លះចូល100ដងដោយកីឡាករពេជ្រសម្បត្តិខំមិនក្រោម100ដងដែរចឹងសបញ្ជាក់ឲ្យឃើញថាការកត់កំណត់ត្រានៃការប្រកួតរបស់យើងរៀងខុសរបស់គេបាទតែអ្វីខុសត្រូវរឿងកំណត់ត្រាយើងមិនសំខាន់ទេយើងសំខាន់ការប្រកួតឈ្នះចាញ់នៅលើសៃវៀនបាទតើមានបច្ចេកទេសតើមានបាទស្នៀតទប់ទល់ជាមួយនឹងដៃគូបែបណាសបញ្ជាក់ឲ្យឃើញថាកីឡាករបរទេសរូបនេះបាទគេធ្លាប់មានប្រវត្តិប្រកួតនៅលើសៃវៀនធំដូចនៅផ្ទះលីពីអីគេប្រកួតនៅសៃវៀន RWS បាទសៃវៀន One Championship បាទគេធ្លាប់ប្រកួតហើយកំណត់ត្រារបស់គេមិនដែលទទួលរងបរាជ័យទេបងប្អូនបាទអញ្ចឹងជាកំណត់ត្រាដ៏ខ្លាំងមែនទែនបាទប្រសិនបើកីឡាករពេជ្រសម្បត្តិអាចយកឈ្នះកីឡាករបារាំងបាទជនជាតិបារាំងកាត់កុងហ្គោបាទបើសិនជាគាត់អាចយកឈ្នះកីឡាករបរទេសនេះបានបាទគឺថាមានការចាប់អារម្មណ៍ខ្លាំងបាទមែនតើទៅសំបីតែផ្ទះលេខ2ក៏ចាប់អារម្មណ៍ដែរបាទចៅសៀមក៏ចាប់អារម្មណ៍កីឡាករពេជ្រសម្បត្តិដែរប្រសិនបើគាត់អាចធ្វើបានល្អដោយផ្ដួលកីឡាកររូបនេះបានសម្រេចតែប្រហែលជាពិបាកក្នុងការផ្ដួលមែនតើបាទសូម្បីតែលោកគ្រូផូលីបាទដែលគាត់តែងតែធ្វើការវិភាគកីឡាករមុនការប្រកួតបាទគាត់ថាចេះគាត់ថាចោះហើយភាគច្រើនគាត់ថាទៅរឿងត្រូវរបស់គាត់ដែរបងប្អូនបាទគាត់បានលើកឡើងថាគាត់ស្គាល់កីឡាករបារាំងជនជាតិបារាំងកាត់កុងហ្គោនេះច្បាស់ណាស់បាទគាត់ថាបើសិនជាកីឡាករពេជ្រសម្បត្តិអាចឈ្នះកីឡាករនេះបានគឺពិតជាល្អមែនទែនគឺជាការចូលរួមផ្សព្វផ្សាយគុណខ្មែរឲ្យបរទេសបានស្គាល់ខ្លាំងមែនទែនបាទព្រោះកីឡាកររូបនេះមិនមែនជាកីឡាករដកដំឡូងមិនមែនជាកីឡាករថាបរទេសដែលទេសចរអីទេដោយបងប្អូនខ្លះតែងតែនិយាយថាអ្នកខ្លះគូបកងកីឡាករកម្ពុជាយើងឲ្យប៉ះកីឡាករបរទេសទេសចរមកអត់មានកីឡាករបរទេសចាប់គូឲ្យវាយចេះតែចាប់គូបកងឲ្យវាយណាបាទប៉ុន្តែកីឡាករបារាំងរូបនេះអត់ទេបងប្អូនបាទអត់ទេបើតាមការលើកឡើងរបស់ admin ដែលគាត់admin គុណខ្មែរយើងដែលគាត់តែងតែធ្វើការស្រាវជ្រាវបាទនៅប្រវត្តិការប្រកួតរបស់កីឡាករដែលតែងតែប៉ះជាមួយនឹងកីឡាករកម្ពុជាយើងណាបងប្អូនបាទគាត់តែងតែស៊ើបហើយដោយកីឡាករដែលប៉ះជាមួយធឿនធីរ៉ាដោយកីឡាករប៉ះជាមួយពេជ្រសម្បត្តិមុនការប៉ះគ្នាគឺតែងតែពួកគាត់ចង់ដឹងហើយបាទប្រវត្តិនៃការប្រកួតបាទបទពិសោធន៍នៃការប្រកួតបែបម៉េចគឺថាយើងតែងតែចង់ដឹងមុនតួយ៉ាងដោយកីឡាករ Maxim Campos បាទ Campos កីឡាករជនជាតិបារាំងកាត់កុងហ្គោរូបនេះបាទក៏ប្រវត្តិមិនធម្មតាដែរការប្រកួតកំណត់ត្រារបស់គេ14ដងជាលក្ខណៈអាជីពគឺមិនទាន់ស្គាល់ពាក្យថាចាញ់ទេបងប្អូនបាទអញ្ចឹងចាំមើលថាប៉ះជាមួយនឹងកីឡាករពេជ្រសម្បត្តិតើពេជ្រសម្បត្តិអាចបាទបំបីកំណត់ត្រាមិនដែលចាញ់របស់កីឡាកររូបនេះបានឬក៏យ៉ាងណាហើយការប្រកួតនេះសូមបញ្ជាក់ថាជាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បាទ
ចឹងបើសិនជាបានទៀតបាទរត់តែច្រើនទៀតហើយកីឡាករពេជ្រសម្បត្តិអត់ក្រោម10គ្រឿងទេបាទកីឡាករពេជ្រសម្បត្តិបច្ចុប្បន្ននេះខ្សែក្រវ៉ាត់ច្រើនទៅហើយមូលហេតុដែលខ្សែក្រវ៉ាត់ច្រើនបងប្អូនដឹងហើយមួយប្រកួតបានរឿងអីមិនច្រើនបងប្អូនបាទឈ្នះតែ10ប្រកួតបាន10ខ្សែបាទកីឡាករបរទេសកីឡាករមុនបាទជំនាន់មុនអត់សូវមានកីឡាករណាច្រើនទេដូចជាកីឡាកររឿងសុភ័ណ្ឌបាទដែលគាត់ច្រើនជាងគេណាបាទតែគាត់ច្រើនជាងគេទម្រាំនឹងបានច្រើននេះគឺគាត់ឆ្លងកាត់ការប្រកួតក៏ច្រើនដែរបាទទម្រាំបានមួយខ្សែសិតតែការប្រកួតវិលជុំការប្រកួតខ្លះចូលដល់2 3ខែបងប្អូនឃើញហើយបាទការប្រកួតវិលជុំជំរុះចុះជំរុះឡើងទម្រាំដល់វគ្គផ្ដាច់ព្រាត់បាទប៉ុន្តែឥឡូវអត់ទេកម្រមានខ្សែក្រវ៉ាត់បែបជំរុះចឹងណាបាទយ៉ាងច្រើន8 man យ៉ាងច្រើនបាទ4 man បាទជំរុះចុះជំរុះឡើងពីប្រជុំបានជួបគ្នាវគ្គផ្ដាច់ព្រាត់បាទចាប៉ុន្តែការប្រកួតរបស់កីឡាករពេជ្រសម្បត្តិនេះតាមមកប្រកួតនេះឲ្យតែឈ្នះដឹងតែបានហើយបងប្អូនបាទឲ្យតែឈ្នះដល់បានហើយយ៉ាងណាមិញក៏សូមជូនពរឲ្យកីឡាករពេជ្រសម្បត្តិក៏ដូចជាកីឡាករកម្ពុជាយើងផ្សេងទៀតដែលទៅចូលរួមប្រកួតនៅក្នុងកម្មវិធីនៅទឹកដីប្រទេសបារាំងដែរនោះទទួលបានជ័យជំនះទាំងអស់គ្នាក្នុងការផ្សព្វផ្សាយគុណខ្មែរបាទឲ្យពិភពលោកបានស្គាល់កាន់តែច្រើនទៀតបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា